បាទសួស្តីនិយាយទៅចាប់តាំងយើងដឹងហើយចាប់តាំងពីឆ្នាំ2020រហូតមកដល់ឥឡូវហ្នឹងដើមឆ្នាំ2026ហ្នឹងគឺពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះនៅរឿងអត់ឈប់ហ្មងនិយាយចំទៅដូចថាវិបត្តិសកលអញ្ចឹងដូចជាម្ដងឆ្នាំ2020គឺជាបញ្ហាវិបត្តិ COVID អញ្ចឹងទៅដល់ពេល COVID ហ្នឹងមិនទាន់ចប់ស្រួលបួលផងយើងមកបញ្ហាសង្គ្រាមរុស្ស៊ីអ៊ុយក្រែន2022អញ្ចឹងបងប្អូនយើងដឹងហើយតើតើនឹង2022នឹងដែរគឺប្រទេសកម្ពុជាយើងក៏ប្រឈមមុខនឹងវិបត្តិអចលនទ្រព្យក៏ប៉ះពាល់ធ្ងន់ដែរនៅក្នុងប្រទេសកម្ពុជាយើងសូម្បីតែខ្ញុំនឹងផ្ទះទី2របស់ខ្ញុំហ្នឹងដែលបងចំនួនបានមួយចំនួនក៏ត្រូវលុបចេញដែរថាជួបវិបត្តិយើងអាចរត់បងបន្តបានអីចឹងណាបងប្អូនហើយអានឹងមិនទាន់នឹងចប់ផងឥឡូវនេះ2025យើងដឹងហើយថៃវាយខ្មែរអីចឹងទៅនឹងវាទុកលំបាកមួយសម្រាប់ប្រទេសយើងអញ្ចឹងណាហើយឥឡូវហ្នឹងគឺចូលវិបត្តិមួយថែមទៀតគឺអាមេរិកហ្នឹងបើន័យថាវាវាយប្រហារគ្នាទៅវិញទៅមកអញ្ចឹងណាអ៊ីរ៉ង់ហើយនឹងជាមួយសហរដ្ឋអាមេរិកអញ្ចឹងទៅដោយការឌឺដងគ្នាទៅវិញទៅមកអញ្ចឹងទៅហើយអ៊ីរ៉ង់ចេះនិយាយថាស្លាប់ទៅអាមេរិកអីចឹងទៅហើយអ៊ីរ៉ង់នោះគម្រាមទៅអ៊ីស្រាអែលថាចង់ឲ្យបំបត្តិអ៊ីស្រាអែលពីផែនទីពិភពលោកចឹងបងប្អូនអញ្ចឹងអាមេរិកហើយនិងអ៊ីស្រាអែលបើការវាយប្រហារទៅលើអ៊ីរ៉ង់វាយទៅវាយមកអញ្ចឹងហើយថ្ងៃនោះក៏ថ្ងៃ28ហ្នឹងក៏ស្លាប់មេដឹកនាំអ៊ីរ៉ង់ហើយនឹងក្រុមការងាររបស់គាត់មួយចំនួនទៀតអញ្ចឹងណាហើយស្លាប់ហើយអ្វីដែលជាសោកនាដកម្មដែលយើងមិនចង់ឲ្យលឺនោះគឺស្លាប់កុមារីជាង100នាក់អញ្ចឹងណាហើយអាមេរិកហើយនឹងអ៊ីរ៉ង់ចោទដាក់គ្នាទៅវិញទៅមកអញ្ចឹងទៅអ៊ីរ៉ង់ចោទអាមេរិកថាអាមេរិកអ្នកទម្លាក់ថាអាមេរិកថាមែនទេហើយអញ្ចឹងមិនក៏ក្របបែកអ្នកឯងធ្លាក់នៅកន្លែងហ្នឹងដោយសារតែកន្លែងហ្នឹងវាប៉វេនរបស់សាលារបស់កុមារដែលស្លាប់ហ្នឹងគឺនៅចិត្តទៅនឹងនេះបងប្អូនចិត្តទៅនឹងប្រទេសទាហានរបស់អ៊ីរ៉ង់ដែរអញ្ចឹងគ្រាប់ធំមហុកហ្នឹងគ្រាប់បែកគ្រាប់មីស៊ីលហ្នឹងវាធ្លាក់ចំអញ្ចឹងអ៊ីរ៉ង់ក៏ចោទអាមេរិកថាគេបានទម្លាក់ទេហើយចាំស៊ើបអង្កេតសិនព្រោះគ្រាប់បែកហ្នឹងវាមិនមែនមានតែអាមេរិកអញ្ចឹងណាបងប្អូនហើយហ្នឹងគាត់តែការបើកក្បាលដំបងនៃសង្គ្រាមហើយជាបន្តទៀតវាយគ្នាទៅវិញទៅមកអាមេរិកនឹងវាយបលិចនាវាតែបានដាក់មីនអីនៅច្រកហូមមកអញ្ចឹងណាវាយបលិចបាញ់បលិចហើយច្រកហូមមកហ្នឹងគឺជាច្រកមួយដែលសំខាន់ដឹកប្រេង20%ទូទាំងពិភពលោកអញ្ចឹងណាហើយការប៉ះពាល់ទៅលើប្រេងសប្ងៃហ្នឹងក៏ដោយសារតែអ៊ីរ៉ង់ចង់ក្របនៅច្រកហូមមកអញ្ចឹងណាបងប្អូនអញ្ចឹងពួកប្រេងមានការឡើងថ្លៃអញ្ចឹងទេគឺមិនដឹងថាមានរឿងអីទៅមុខទៀតទេបន្តមានថាយើងចង់ធ្វើអីក៏ធ្វើទៅមិនចាំថារឿងនេះចប់រឿងនោះចប់អញ្ចឹងណាបងប្អូនអញ្ចឹងទេយើងចាំមើលដូចជាត្រៀមទប់ស្កាត់នៅដូចថាវិបត្តិប្រេងសាំងអីឡើងថ្លៃអីទៀតបន្តទៀតក្នុងឆ្នាំហ្នឹងអញ្ចឹងណាបងប្អូនពួករឿងវាចេះចប់អីវាមាននៅវែងឆ្ងាយទៀតអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណចាំជួបគ្នាវីដេអូក្រោយ